កម្មវិធីនេះនាំមកជូនដោយបាកា Sugar Free មានជាតិស្ករ 100% ដែលអ្នកជំងឺទឹកនោមផ្អែមក៏អាចពឹងកម្លាំងបានចា៎នេះខ្ញុំចាំសាភាសូមជម្រាបសួរនិងសូមស្វាគមន៍ទស្សនិកជនដែលកំពុងតែទស្សនាទូរទស្សន៍ CNC សូមស្វាគមន៍មកកាន់កម្មវិធី Business Prime Time សេដ្ឋកិច្ចយប់នេះដែលទស្សនិកជនដឹងហើយថាកម្មវិធីរបស់យើងតែងតែផ្ដោតសំខាន់នៅព័ត៌មានសេដ្ឋកិច្ចជាតិនិងអន្តរជាតិដោយនៅវគ្គទី1យើងទៅមើលថាតើព្រឹត្តិការណ៍ដែលជាបច្ចុប្បន្នភាពសេដ្ឋកិច្ចជាតិនិងអន្តរជាតិមានរឿងរ៉ាវអ្វីខ្លះសូមទស្សនាដូចតទៅទិវាកុមារដ៏ធំប្រចាំឆ្នាំ2017នេះបានបញ្ចប់ទៅដោយជោគជ័យពិព័រណ៍កុមារនិងគ្រួសារលើកទី4បានកំពុងដំណើរការនៅក្នុងបរិវេណអគារពិព័រណ៍កោះពេជ្រដែលបានតាក់ទាញឪពុកម្ដាយកុមារាកុមារីនិងមហាជនទូទៅឲ្យចូលរួមកម្មវិធីនេះយ៉ាងច្រើនកុះករជាពិសេសទៅទៀតនោះមានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់អាដាមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មានផងដែររយៈពេល2ថ្ងៃពេញនៃពិព័រណ៍នេះកុមារាកុមារីដែលមានសមត្ថភាពនិងទេពកោសល្យទាំងអស់នឹងមានឱកាសបានចូលរួមប្រកួតប្រជែងជាមួយនឹងសកម្មភាពជាច្រើនលើភាពប៉ិនប្រសប់របស់ពួកគេដូចជាការប្រកួតរាំអេរ៉ូប៊ីកប្រកួតក្រងសក់ជាងចម្រៀងគូររូបនិងដើរម៉ូដការប្រកួតសូត្រកំណាព្យនិយាយរឿងនិទានសរសេរតាមអាននិងប្រកួតគិតលេខជាដើមម្យ៉ាងវិញទៀតក្រុមហ៊ុនលក់ផលិតផលនិងផ្ដល់សេវាកម្មដល់កុមារនិងក្រុមគ្រួសារមានដូចជាម្សៅទឹកដោះគោអាហារបំប៉នសម្លៀកបំពាក់ឧបករណ៍ក្មេងលេងសម្ភារៈសិក្សាសាលារៀនសាលាភាសាមជ្ឈមណ្ឌលថែទាំកុមារសេវាកម្មហិរញ្ញវត្ថុធានារ៉ាប់រងនិងស្តង់អាហារផ្សេងៗទៀតប្រមាណ150ក្រុមហ៊ុនបានរៀបចំកម្មវិធីលក់បញ្ចុះតម្លៃពិសេសរហូតដល់ទៅ 50% និងផ្ដល់ជូនរង្វាន់ free ជាច្រើនទៀតផងដែរលោកសេងពិសិដ្ឋដែលជានាយកប្រណិប័តនៃក្រុមហ៊ុនអនុសារៀបចំពិព័រណ៍បាននិយាយថាការបង្កើតពិព័រណ៍នេះឡើងគឺដើម្បីឲ្យឪពុកម្ដាយនិងកូនៗបានជួបជុំសប្បាយរីករាយបង្កើនភាពស្និទ្ធស្នាលនិងបង្កើតភាពកក់ក្ដៅយ៉ាងពិតប្រាកដមួយឲ្យកូនៗរបស់ពួកគេសប្បាយរីករាយជាមួយនឹងសកម្មភាពប្លែកៗនិងទីធ្លាកម្សាន្តជាច្រើននៅក្នុងការតាំងពិព័រណ៍នោះលោកបានបន្ថែមថាគោលបំណងនិងបេសកកម្មរបស់ពួកយើងគឺការផ្ដល់ស្នាមញញឹមដល់ក្រុមគ្រួសារសារអប់រំនិងបទពិសោធន៍ល្អៗដល់កុមារតូចៗប្រមាណ 30,000 នាក់សម្រាប់2ថ្ងៃនេះសូមបញ្ជាក់ថាកម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុសាគាំទ្រដោយក្រសួងពាណិជ្ជកម្មនិងឧបត្ថម្ភធំដោយក្រុមហ៊ុន Star Auto Cambodia និង Gram B Panthen